ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកការធ្វើបន្ទង់បែបស្រុកស្រែបន្តិចដោយសារពីដើមឡើយតាំងពីខ្ញុំនៅតូចខ្ញុំរស់នៅជាមួយនឹងឪពុកចុងរបស់ខ្ញុំនិយាយទៅឪពុកចុងរបស់ខ្ញុំហើយគាត់គឺខាងនេសាទណាអញ្ចឹងតែខ្ញុំភាគច្រើនសបោត្រីសបោបន្ទង់សបោពោះញ៉ាំណាហើយវាសំខាន់បន្ទង់នេះគឺខ្ញុំទៅផ្សារពេលខ្ញុំឃើញទៅគាត់នឹកឃើញថាចង់ធ្វើបន្ទង់ឲ្យថតជាវីដេអូដើម្បីឲ្យអ្នកភ្នំពេញដែលគាត់អាសាសម្អាតបន្ទង់ដោយប្រើអំបិលហើយដាំទឹកសុទ្ធជាមួយនឹងសក្ខីលក្ខូចហ្នឹងអាចងាកមកធ្វើតាមខ្ញុំបានដោយសារតែបន្ទង់នៅហាងរបស់ខ្ញុំគឺដាច់ដោយសារអីហាងរបស់ខ្ញុំភាគច្រើនគឺដាច់ឆាក្តៅបន្ទង់នឹងតែម្ដងហើយឆាក្តៅបន្ទង់របស់ខ្ញុំភាគច្រើនភ្ញៀវសរសើរត្រង់អីទីមួយគឺសាច់បន្ទង់រឹងល្អហើយអត់បែកហើយទីមួយទៀតគឺអត់ឆ្អាបហើយនិយាយទៅគឺនៅពេលដែលឆាអត់បែកសាច់អញ្ចឹងបងប្អូនទាំងគ្នាអាចមើលដោយការខ្ញុំធ្វើនឹងបានគឺងាយទេហើយអ្វីសំខាន់ខ្ញុំធ្វើបន្ទង់ហ្នឹងបានតែពេលថ្ងៃទេពេលងាកឡើងឬក៏ពេលយប់ខ្ញុំធ្វើពេលព្រោះដោយសារពេលខ្លះខ្ញុំធ្វើពេលយប់ពេលខ្លះខ្ញុំធ្វើពេលថ្ងៃប៉ុន្តែខ្ញុំធ្វើអាបន្ទង់ហ្នឹងពេលយប់គឺខ្ញុំអត់ហ៊ានធ្វើទេតោះតែខ្ញុំពាក់ស្រោមដៃតែបើខ្ញុំធ្វើពេលថ្ងៃអញ្ចឹងខ្ញុំត្រូវកាត់ក្បាលវាចេញដោយសារខ្ញុំខ្លាចមុខវាអញ្ចឹងឥឡូវហ្នឹងអ្នកទាំងគ្នាខ្ញុំកាត់ក្បាលវាបដើហើយដកពោះវាចេញដោយសារអាពោះហ្នឹងគឺវាឆ្អាបអញ្ចឹងឥឡូវហ្នឹងគឺនៅសល់តែបន្ទង់ពីរហ្នឹងទេខ្ញុំកាត់ក្បាលហើយខ្ញុំចាប់ដើមរត់វាជាមួយនឹងផេះហើយអាផេះតែខ្ញុំហ្នឹងគឺមានរាល់ប្រចាំហ្មងដោយសារតែខ្ញុំធ្វើស៊ុបដល់ពេលអញ្ចឹងទៅចក្រានខ្ញុំគឺមានផេះ direct ហើយនេះខ្ញុំធ្វើហើយអញ្ចឹងខ្ញុំចាប់ដើមយកមកសម្អាតហើយការធ្វើបន្ទង់របស់ខ្ញុំមានយុទ្ធនាហ្មងគឺរឹតជាមួយនឹងផេះហ្នឹងគឺអត់ឆ្អាបហើយអត់មានជាតិអិលអញ្ចឹងអាក្លិនឆ្អាបហ្នឹងវាដោយជាមួយនឹងផេះហ្នឹងទៅបាត់ហើយអញ្ចឹងលឿងបដើហ្នឹងគឺអត់មានក្លិនឆ្អាបអីប៉ះខ្លួនយើងទេហើយនេះបន្ទង់ធំៗហ្នឹងអ្នកនរគ្នាបន្ទង់ឡងប៉ិនមេជើងហើយបន្ទង់នេះគឺ3គីឡូដោយសារតែហាងរបស់ខ្ញុំគឺលក់ដាច់មែនអត់សរសើរខ្លួនឯងតែវាជាការពិតដោយសារតែភ្ញៀវក្នុងហាងពីច្រើនគាត់មកញ៉ាំស្រាអញ្ចឹងទៅពីច្រើនគាត់សួរតែឆាក្តៅបន្ទង់ច្រើនជាងឆាក្តៅមាន់ឆាក្តៅកែបទៀតអញ្ចឹងសម្រាប់បងប្អូនណាដែលចូលចិត្តញ៉ាំបន្ទង់វិញអាចធ្វើតាមខ្ញុំបាននេះខ្ញុំធ្វើចិត្តហើយអ្នកនរគ្នានេះខ្ញុំចាប់ផ្ដើមរឺតវាម្ដងមួយហើយជាអ្វីសំខាន់ហ្នឹងគឺកុំភ្លេចណាយកពោះបន្ទង់នេះចេញផងអាពោះបន្ទង់នេះគឺឆ្អាបខ្លាំងណាស់តិចកាប់ឆាឬក៏ស្ងោរអត់យកអាពោះហ្នឹងចេញគឺចប់ហ្មងស្រោហ្មងហើយចង់លាងកាន់តែស្អាតទៀតកុំភ្លេចយកអាចដែកហ្នឹងយកមករឹតវាផងដោយសារតែអាចដែកហ្នឹងវាជំនួយត្រង់វាសម្អាតផេះចេញហើយនេះខ្ញុំចាប់បានកាប់វាចកង់ណាដើម្បីយកលាងបន្ថែមនេះខ្ញុំកាប់ហើយអ្នកនរគ្នាខ្ញុំធ្វើការលាងវាដើម្បីឲ្យស្អាតដោយសារតែយើងទីមួយគឺវានៅជាតិអត់តិចហើយទីពីរវាខ្លាចនៅជាតិផេះជាតិអីចឹងណាអញ្ចឹងទៅការលាងសម្អាតឲ្យវាស្អាតដើម្បីឲ្យទៅស្រស់នេះខ្ញុំចាប់ដើមលាងសម្អាតវាដើម្បីឲ្យវាអស់ជាតិអល់ហើយអ្នកនរគ្នាអាចមើលបានតុំរបស់យើងគឺល្អខ្លាំងមែនតើសាច់នេះខ្ញុំចាប់ផ្ដើមឲ្យអ្នកនរគ្នាយកឲ្យអ្នកនរគ្នាមើលគឺអត់មានជាតិអល់អត់មានជាតិឡាយអីមកជាប់ដៃជាប់ជើងទេហើយសាច់តុងវិញអូយអាធំអញ្ចឹងញ៉ាំឆ្ងាញ់ណាស្ងោរឈួរមកទូយងចេកហ្នឹងអូយឆ្ងាញ់ណាស់ប៉ុន្តែដោយសារខ្ញុំទៅផ្សារអត់បានចាប់អារម្មណ៍ថាត្រូវញ៉ាំតុងហ្នឹងអញ្ចឹងបងគាត់ចង់ញ៉ាំអញ្ចឹងក៏យើងកាប់មួយធ្វើម្ហូបឲ្យគាត់ញ៉ាំទៅហើយអ្នកនរគ្នាឃើញទេអត់មានជាតិឡាយជាតិអល់អីត្រូវមកជាប់ដៃទេហើយសាច់តុងអូយល្អណាស់អ្នកនរគ្នាអើយអញ្ចឹងកុំភ្លេចណាដែលអ្នកដែលចង់ធ្វើម្ហូប
ជំនួសនឹងតុងហើយអត់ដឹងសម្អាតដល់របៀបណាអាចធ្វើតាមខ្ញុំទៅស្រុកស្រែបណ្ដាងាយហើយលឿនរហ័សទៀតហើយខ្ញុំចាប់ដើមលាងសម្អាតវាដើម្បីយកទៅស្រុកហើយអ្វីសំខាន់តុងរបស់ខ្ញុំគឺមាន direct មកនៅក្នុងហាងដោយសារថាបងមួយគាត់ចូលចិត្តនៅពេលដែលគាត់ញ៉ាំស្រាញ៉ាំបរិយាទៅគឺគាត់ចូលចិត្តកំងអាឆាក្តៅតុងហ្នឹងមកនេះខ្ញុំចាប់ដើមលាងវាចលាដើម្បីវាស្កាន់តែស្អាតណាអូខេឥឡូវខ្ញុំលាងហើយខ្ញុំចាប់ដើមសម្អាតកញ្ឆេងហើយយើងរៀបចំយកទៅក្នុងដើម្បីយកទៅសកទឹកក្តៅហើយនេះខ្ញុំចាប់ដើមដាក់ដាំទឹកដើម្បីយកសកជាមួយនឹងស្រាហើយអ្នកនរគ្នាអាចមើលបានណាដបស្រាហ្នឹងគឺស្រាចិនសម្រាប់ស្រុកគ្រឿងឆ្អាបហើយវាសំខាន់គឺសកទៅគឺវាអត់បែកសាច់មិនថាអ្នកនរគ្នាចង់សកជើងមាន់សកទាសកស្អីក៏ដោយឲ្យអ្នកនរគ្នាគិតថាឆាអ្នកនរគ្នាអាចដាក់ស្រាហ្នឹងជាមួយនឹងទឹកក្តៅហ្នឹងដាក់បន្តិចទៅឬក៏1វែកបាយឬក៏3វែកអីគេ3កំហប់ហ្នឹងក៏បានដែរមិនដាក់ច្រើនពេកក៏បានដែរដើម្បីឲ្យវាកាត់ក្លិនហើយកុំឲ្យបែកសាច់ហើយនេះដោយសារតែខ្ញុំអត់បានថតដោយសារទូរស័ព្ទខ្ញុំក្តៅអញ្ចឹងខ្ញុំថតទស្សនវិជ្ជាឲ្យមើលថានៅពេលដែលយើងសោះហើយគឺវាចេញបែបហ្នឹងហើយអត់មានអីពិបាកត្រង់យើងសោះត្រូវការគុលខីឬក៏ត្រូវការម្ដែងឬត្រូវការស្លឹកក្រូចសើចងាយអ្នកនរគ្នាមានស្រានឹងមកដបនៅក្នុងផ្ទះដូចជាឲ្យយើងនឹងអត់ចំណាយពេលយូរហ្មងហើយនៅពេលយើងសោះហើយអ្នកនរគ្នាឃើញទេសាច់អត់បែកហើយសាច់រងល្អទៀតហើយនឹងខ្ញុំចាប់តាមលាងសម្អាតវាអាទឹកត្រជាក់ហ្នឹងយើងលាងជាមួយទឹកត្រជាក់ទៅហើយតបមកយើងយកទៅដាក់ក្លាសេតកដើម្បីវាកាន់តែរងសាច់ហើយកាន់តែសាច់វាកុំឲ្យវាបែកកាលណាក្តៅនៅពេលដែលយើងដាក់ទៅកកទៅក៏អាចឲ្យបែកសាច់ដែរអញ្ចឹងអ្នកនរគ្នានៅពេលដែលសោះវារួចរាល់ហើយលាងទឹកវាចេញតើវាលាងទឹកចេញហើយយើងចាប់ផ្ដើមយកទៅដាក់ក្នុងធុងតកប៉ុន្តែកុំភ្លេចដាក់តកជាមួយផងណាអូខេអ្នកនរគ្នាកុំភ្លេចណាចង់ញ៉ាំឆាក្តៅតុងអាចមកហាងខ្ញុំបានមកញ៉ាំបុកលហែទីតាំងនៅលើផ្លូវនរោត្តមអាចឆាតព័ត៌មានសួរបាននៅក្នុង page មកញ៉ាំបុកលហែអូខេបាយបាយកុំភ្លេចជួបគ្នានៅហាងម៉ាមីអូខេរងចាំដល់គ្នា Love you